បាត់សរសៃពុកម៉ែបងប្អូនវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបប្រើប្រាស់នៅម៉ាស៊ីនរត់ប្រើប្រាស់អគ្គិសនីប្រភេទនេះណាអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនឲ្យចេញពីកេសមកគឺវាមានរូបរាងបែបនេះអញ្ចឹងអានេះដៃកាន់គឺវានៅអមបតោយស្របអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនគ្រាន់តែតម្លើងខ្ចៅពីគ្រាប់ទាំងសងខាងមកខាងនេះមួយហើយនិងខាងនេះមួយចឹងនៅពេលដែលពុកម៉ែបងប្អូនតម្លើងដៃកាន់ហើយនឹងអានេះហើយកន្លែងយើងដាក់ទូរស័ព្ទណាអញ្ចឹងនេះខ្ញុំអញ្ចឹងយើងចាប់ខ្ចៅកន្លែងដាក់ទូរស័ព្ទរបស់យើងមកវាមានខ្ចៅពីរណាខាងនេះមួយបងប្អូនអញ្ចឹងវាប្រើប្រាស់វាយើងចាប់យើងដោតដូចវាមកវាមានដោតដូចមកហើយយើងចុចក្នុងតារបស់វាខាងនេះចឹងអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនតម្លើងចុចបើកកុងតាក់នេះហើយអញ្ចឹងចំពោះមុខងារនៅលើតេឡេអញ្ចឹងមុខងារនៅលើតេឡេគឺយើងបញ្ជាទៅលើម៉ាស៊ីនរត់របស់យើងអញ្ចឹងមុខងារម៉ាស៊ីនរត់របស់យើងគឺមានតែ3ទេទី1កាឡូរីទី2ពេលវេលាហើយនិងទី3ល្បឿនអញ្ចឹងនៅពេលដែលយើងបញ្ជានៅលើតេឡេនេះយើងអាចកំណត់ទៅលើកាឡូរីនិងពេលវេលានៅពេលដែលយើងចង់កំណត់មុខងារកាឡូរីនិងពេលវេលាអញ្ចឹងយើងចុចអក្សរអែមនេះចុចណាអញ្ចឹងវាឡូតចំណុចកណ្ដាលនេះគឺនាទីអញ្ចឹងនាទីនៅពេលដែលយើងចុចដំបូងគឺវា30នាទីប៉ុន្តែនាទីដែលទាបបំផុតគឺ5នាទីពី5នាទីរហូតដល់99នាទីអញ្ចឹងអាស្រ័យលើការកំណត់របស់ពុកម៉ែបងប្អូនអញ្ចឹងបើយើងចង់បន្ថយយើងបន្ថយមកបើយើងចង់តម្លើងយើងចុចបូកនេះមកចុចសញ្ញាបូកនៅលើតេឡេរបស់យើងអញ្ចឹងរហូតដល់99នាទីហើយបើសិនជាយើងចង់កំណត់កាឡូរីអញ្ចឹងបើសិនយើងចង់កំណត់កាឡូរីវាលោតភ្លឹបភ្លែតហើយយើងចង់បន្ថយឬក៏តម្លើងយ៉ាងម៉េចអាស្រ័យលើពុកម៉ែបងប្អូនប៉ុន្តែខ្ពស់បំផុតរហូតដល់99នេះកាឡូរីអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់កំណត់ទៅលើនាទីអញ្ចឹងកំណត់នាទីខ្ញុំចង់កំណត់10នាទីអញ្ចឹងចុច10នាទីមកបន្ថយវាមកសញ្ញាដកអូខេអញ្ចឹងនៅពេលដែលយើងចង់កំណត់នៅនាទីឬក៏កាឡូរីណាមួយដែលយើងចង់ប្រើប្រាស់ទៅលើម៉ាស៊ីននេះហើយយើងចុចអាប៊ូតុងនេះ on off ចុចអានឹងមួយម៉ាស៊ីននឹងចាប់ផ្ដើមដំណើរការឃើញទេពុកម៉ែបងប្អូនអញ្ចឹងម៉ាស៊ីនចាប់ផ្ដើមដំណើរការអញ្ចឹងសួរថាចុះធ្វើម៉េចដើម្បីបង្កើនល្បឿនអញ្ចឹងនៅពេលដែលយើងបង្កើននៅពេលដែលយើងកំពុងតែរត់យើងចង់បង្កើនល្បឿនយើងចុចប៊ូតុងបូកនេះទៅអញ្ចឹងយើងនឹងតម្លើងល្បឿននេះដូចនៅលើវីដេអូណាពុកម៉ែបងប្អូននេះឃើញអាកន្លែង 1.5 នេះនៅខាងឆ្វេងគេណានៅខាងឆ្វេងគេអញ្ចឹងយើងចង់លឿនជាងហ្នឹងយើងចុចតម្លើងមកអញ្ចឹងចំពោះល្បឿននៃម៉ាស៊ីនរត់របស់យើងអញ្ចឹងខ្ពស់បំផុតគឺកម្រិត10អញ្ចឹងនេះកម្រិត 4.5 អញ្ចឹងបើសិនជាយើងចង់ឲ្យបានច្រើនជាងហ្នឹងយើងចុចតាមល្បឿនដែលពុកម៉ែបងប្អូនតម្រូវការប៉ុន្តែខ្ពស់បំផុតគឺកម្រិត10នៃល្បឿនដែលយើងអាចតម្លើងបានខ្ពស់បំផុតណាអញ្ចឹងចំពោះមុខងារនិងការប្រើប្រាស់នៅម៉ាស៊ីនរត់ប្រភេទនេះដូចជាមានតែប៉ុណ្្នឹងទេដូចដែលខ្ញុំបង្ហាញនៅក្នុងវីដេអូខាងដើមមកអញ្ចឹងណានៅពេលដែលពុកម៉ែបងប្អូនកំពុងតែធ្វើលំហាត់ប្រាណទៅលើម៉ាស៊ីនរត់ប្រភេទនេះអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកំណត់នៅល្បឿនហើយអញ្ចឹងម៉ាស៊ីននៅពេលដែលចាប់ផ្ដើមដំណើរការនោះនៅពេលដែលយើងជ្រើសរើសដំបូងអញ្ចឹងទៅលើពេលវេលាអញ្ចឹងពេលវេលានឹងរាប់ថយក្រោយឬក៏យើងចង់កំណត់ទៅលើកាឡូរីអញ្ចឹងកាឡូរីនឹងថយរាប់ថយក្រោយដូចគ្នារហូតដល់00នាទី00នៅពេលដែលយើងកំណត់ណាប៉ុន្តែបើសិនជាពុកម៉ែបងប្អូនរត់ចង់បញ្ឈប់ឬក៏ឈប់នៃការរត់របស់យើងចុចអាប៊ូតុងនេះម្ដងទៀតមកប៊ូតុង2 3ចាប់ពីរាប់ពីលើមកណាអញ្ចឹងយើងចុចអានឹងមួយមកអញ្ចឹងម៉ាស៊ីននឹងរាប់ថយក្រោយដើម្បីបញ្ឈប់ល្បឿនការរត់របស់យើងហើយអញ្ចឹងវានឹងមក00ហើយមួយចំណុចទៀតពុកម៉ែបងប្អូននៅពេលដែលខ្សែរត់របស់យើងទៅលើម៉ាស៊ីនរត់របស់យើងនេះវាអត់ស៊ីស្មើសងខាងណាករណីមានន័យថាករណីវាមកស៊ីខាងឆ្វេង
ខាងឆ្វេងឬក៏មកខាងស្ដាំអញ្ចឹងគឺយើងសេរីខ្ចៅសេរីសោជាមួយនឹងសោតាន់ប្រភេទនេះណាអញ្ចឹងយើងសោកទៅហើយយើងសេរីមើលវាតាមនឹងជាក់ស្ដែងអញ្ចឹងយើងសេរីមួយទៅឆ្វេងឬក៏ទៅស្ដាំហើយយើងតេស្តមើលជាក់ស្ដែងដើម្បីឲ្យក្តាររត់របស់យើងហ្នឹងឲ្យវាស៊ីស្មើណាអញ្ចឹងកន្លែងសេរីគឺយើងសេរីកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់បន្ថែមណាអញ្ចឹងវីដេអូដែលខ្ញុំដែលបង្ហាញពីរបៀបប្រើប្រាស់និងតឡើងប្រើប្រាស់នៃម៉ាស៊ីនរត់ប្រភេទនេះដូចជាមានតែប៉ុណ្្នឹងទេមានតែប៉ុណ្្នឹងអរគុណច្រើនពុកម៉ែបងDiscipline in every beat Victory starts at your feet No retreat, I'm here to win Let the challenge pull me in Rise and move, don't slow me down I'm the thunder, shake the ground Every breath, a brand new groove I'm alive, watch me rise and move Rise and move, yeah, rise and move Push the pace on your space Grit and fire in every trace No regrets, just sweat and pride I'm the storm you can't deny Rise and move, feel the heat